រອບមើលឆ្នាំមុនអាទិទេបានស្លាប់ហើយបិសាចក៏ត្រូវបានបំផ្លាញខ្ញុំគិតថាខ្ញុំក៏បានស្លាប់ដែរប៉ុន្តែ10000ឆ្នាំក្រោយមកខ្ញុំក៏បានលូនចេញពីភ្នូខ្ញុំនឹងដងទន្លេនៅតែមាននៅលើលោកនេះពិបាកនឹងរកមិត្តចាស់ដែលធ្លាប់ជួបក្រោយមកខ្ញុំត្រូវបានគេរៀបចំផែនការឲ្យប្រឆាំងនឹងកម្ពុជាទឹកកសលឋានថៃសុនដាំដុះព្រលឹងមាសជីវិតនៃស្នេហារបស់ខ្ញុំគឺស្ថិតនៅក្នុងភ្លៀងខ្យល់ផ្កានៅផ្លែឈើពេលនេះខ្ញុំមានជីវិតរស់ឡើងវិញម្ដងទៀតដើម្បីស្វែងរកការពិតពីទីបញ្ចុះសព10000ឆ្នាំការធ្វើដំណើរទៅកាន់នគរឈូខាងកើតខ្ញុំក៏ទទួលបានងារជាអ្នកការពារជាតិស្របពេលដែលក្រុងរបស់នគរឈូត្រូវបានឡោមព័ន្ធជាសំណាងស្ត្រីដ៏ខ្លាំងពូកែត្រូវបានបរាជ័យគាត់បានប្រាប់ខ្ញុំថាក្រុងស៊ីជើប្រហែលជាមានចម្លើយសម្រាប់ខ្ញុំពេលចូលទៅសាលាសៀនឡានខ្ញុំពិតជាបានជួបមឹងខើដែលជាអ្នកស្នងតំណែងឋានថៃសុនដ៏ចៃដន្យការដែលខ្ញុំត្រឡប់ទៅប៉ៃហោវិញគឺដើម្បីធ្វើជាសក្ខីភាពសម្រាប់កំណត់នៃជីវិតថ្មីឆាណាបងកុំសោកសៅអីបងចាំអ្វីដែលយើងនិយាយពីមុនបានទេបងនិយាយថាបើចង់សម្លាប់អូនលុះត្រាតែកន្លងសាក់សពបងជាមុនសិនអូនពិតជាសោកស្ដាយណាស់អូនគ្មានអ្នកណាទៀតទេអូនពិតជាមិនចង់បាត់បង់រូបបងឡើយឆាណាតើមីកំពុងភ្លៀងមែនទេហេតុអ្វីបានជារងឹតម្លេះពេលបងចាស់ទៅតើបងនៅចាំស្រីម្នាក់ឈ្មោះយូស៊ីនទេយូស៊ីនបងប្រាកុំសោកសៅអីវាជាកំហុសរបស់បងនឹងរកអីឲ្យញ៉ាំណាខ្ញុំមិនឃ្លានទេបងប្រាញ៉ាំតែតើបងឲ្យដាក់ឈ្មោះឲ្យបានទេពិតជាល្អណាស់តើខ្ញុំឈ្មោះយូស៊ីនមែនទេឯងកាត់ក្នុងពន្លឺពេលព្រឹកគួរតែហៅថាឈិនស៊ីទេខ្ញុំមានឈ្មោះហើយខ្ញុំឈ្មោះឆាន់ស៊ីព្រឹកមួយបងប្រុសបានរើខ្ញុំពីក្នុងសួនផ្កាខ្ញុំឈ្មោះយូស៊ីនចាប់កំណើតនៅក្នុងសួនផ្កាទេត្រូវបានរកឃើញពេលរាត្រីភ្លៀងផ្គរគេកាត់ចេញពីផ្កាមកតាដែលចិញ្ចឹមនៅបែបក្នុងណាចាប់ពិសេសស្វេដងយូស៊ីនតើគេមានស្មារតីវិញ្ញាណរបស់យូស៊ីនទេឬទៅសារណាចាប់ពិសិដ្ឋដែលប្រមូលធាតុនៃឋានសួគ៌នៅផែនទេបងប្រាកុំយំអីមិនអីទេបងគ្រាន់តែសប្បាយចិត្តពេលឃើញថ្ងៃរះតើនេះជាការបញ្ចប់ឬជាការចាប់ផ្ដើមមានធម៌ពលវិញ្ញាណជាច្រើននៅទីនេះល្អបំផុតសម្រាប់ការសង្គ្រោះពងនានារដូវរងាពួកយើងនឹងត្រឡប់មកជួបគ្នានៅពេលក្រោយ